ចាស់ពុកម៉ែបងប្អូនប្រិយមិត្តចេញពីពន្ធនាគារស្ត្រីវ័យក្មេងម្នាក់បានលាតត្រដាងអំពីផលកម្មចំណងស្នេហ៍នៅក្នុងវិថីគ្រឿងញៀនយុវតីដ៏ស្រស់សុភាម្នាក់នៅឯខេត្តកំពង់ធំបានคล้ายខ្លួនជាអ្នកទោសពីបទល្មើសគ្រឿងញៀនដោយនារីវ័យក្មេងមួយនេះសម្បុរសខ្ពស់ស្ដើងស្រស់ស្អាតដោយនារីដ៏ស្រស់ស្អាតមាសនេះពុំបានលាក់លៀមទៀតឡើយនៅរឿងរ៉ាវជីវិតដែលបានជួបកន្លងមកហើយក៏បាននិយាយថាខ្លួនបានសាងកំហុសដ៏ធំចំពោះក្រុមគ្រួសារជាមួយទៅនឹងសង្គមជាតិដោយសារតែអ្នកនាងមានចំណងស្នេហ៍ជាមួយនឹងបុរសម្នាក់រស់នៅរាជធានីភ្នំពេញនារីវ័យក្មេងបានរៀបរាប់ប្រាប់អំពីឆាកជីវិតរបស់ខ្លួនទៅដល់មន្ត្រីព័ត៌មានក្រុមអ្នកដឹកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃទី10ខែមិនិនាឆ្នាំ2025នៅក្នុងការកិច្ចសម្ភាសន៍នៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញហៅគាត់ថា PC ឈ្មោះកាត់របស់នារីវ័យក្មេងតែម្ដងរឿងដំបូងឡើយគឺនាងបានបើកចិត្តនៃក្តីស្រឡាញ់ចំពោះបុរសម្នាក់ដែលបដូរពីអ្នកស្គាល់គ្នាទៅជាសង្សារអ្នកទាំងពីរក៏បានដើរលេងជាមួយគ្នាទាំងយប់ទាំងថ្ងៃតែម្ដងជាដំបូងឡើយខ្ញុំមិនដឹងថាសង្សាររបស់ខ្ញុំជាអ្នកប្រើប្រាស់គ្រឿងញៀននិងជាអ្នកលក់ដូរគ្រឿងញៀននោះទេហើយយើងទាំងពីរក៏បានស្រឡាញ់គ្នាអស់រយៈពេលជិត1ឆ្នាំប្រៀបបីដូចជាប្តីប្រពន្ធទៅហើយបន្ទាប់មកទើបខ្ញុំបានដឹងរឿងមួយនេះហេតុតែក្តីស្រឡាញ់នាងខ្ញុំតែងតែព្យាយាមនឹងលងលោមណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនេះដែរតែការព្យាយាមទាំងនេះខ្ញុំបានបរាជ័យហើយក៏បានផ្ដល់នៅលទ្ធផលផ្ទុយគ្នាទៅវិញបុរសជាសង្សារបានបញ្ចុះបញ្ចូលឲ្យឥទ្ធិពលនៃក្តីស្រឡាញ់ដែលបានធ្វើឲ្យនារីជាសង្សារទន់ចិត្តហើយក៏បានដើរផ្លូវជាមួយគ្នាទីបំផុតផ្លូវមហន្តរាយក៏ត្រូវបានបញ្ចប់ដោយលោកពូសមត្ថកិច្ចបានស្រាវជ្រាវជាមួយទៅនឹងសង្សារព្រមទាំងបាក់ពួកជាបន្តបន្ទាប់ហើយក៏បានចាប់បញ្ជូនខ្លួននាងទៅតុលាការនៅពេលគេចាប់ដំបងពុំបានប្រាប់ដល់ឪពុកម្ដាយនោះទេពីព្រោះខ្មាស់ខ្លាំងណាស់នៅពេលដែលគេឃុំខ្លួនខ្ញុំនៅធនាគារព័ត៌មានមួយនេះទើបគាត់បានដឹងនារីដ៏ស្រស់ស្អាតបានបន្តនិយាយទៀតថាជាពេលវេលាដែលខ្ញុំនឹកឃើញមុនគេគឺជាឪពុកម្ដាយដែលដំបូន្មានរបស់គាត់នឹងព្រានប្រដៅគ្រប់បែបយ៉ាងថែមទាំងគាត់បានព្យាយាមនិយាយមិនអោយកូនទៅធ្វើការនៅភ្នំពេញនោះទេតែខ្ញុំមិនព្រមស្ដាប់គាត់ហើយបានស្ដាប់សង្សារច្រើនជាងឪពុកម្ដាយទើបជីវិតរបស់ខ្ញុំបានជួបនៅរឿងរ៉ាវបែបនេះចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នារឿងរ៉ាវមួយនេះជាមេរៀនដល់យុវវ័យដែលបានធ្វើដំណើរនៅតាមផ្លូវមួយនេះគឺមិនខុសគ្នានោះទេដូចនេះត្រូវតែចេះគិតពិចារណាឲ្យបានវែងឆ្ងាយដើម្បីអនាគតរបស់ខ្លួនឯងត្រូវតែធ្វើជាមនុស្សល្អនិងព្យាយាមខិតខំរៀនសូត្រដើម្បីទទួលបានមកវិញចំណេះដឹងនិងអនាគតល្អប្រសើរវីដេអូមួយคลิปនេះសង្ឃឹមថាពុកម៉ែបងប្អូនបានស្រឡាញ់និងចូលចិត្តនិងជួយ share ចែករំលែកដើម្បីបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាចុងក្រោយក៏ជូនពរពុកម៉ែបងប្អូនធ្វើដំណើរទៅតាមដងផ្លូវពោពេញទៅដោយសុវត្ថិភាពគ្រប់គ្នាជម្រាបលាជួបគ្នាជាមួយនឹងវីដេអូថ្មីទាំងអស់គ្នា